នេះជាវីដេអូនិយាយពីការ register ជាមួយនឹង hybrid auction ជា product របស់ Conliger អញ្ចឹងដំបូងយើងចូល website hybridauction.com តោះយើង click លើ create account តែនេះខ្ញុំដាក់ឲ្យដើម្បីកុំឲ្យយូរអញ្ចឹងនេះនៅពេលដែលយើង click create account ហើយយើងមកដល់ page ហ្នឹងហើយអញ្ចឹងយើងមើលវាមាន first name last name username voucher code email ហើយ country ហើយនឹងលេខទូរស័ព្ទរបស់យើងហើយ password ត្រូវដាក់អក្សរមួយហើយនឹងលេខហ្នឹងបានវាព្រមហើយអត់ឲ្យដាក់ special character ហើយ address វាយើងដាក់ address ឡើយនេះហើយ state យើងអត់មានយើងដាក់ NA ហើយ zip code 12000នេះគឺ general សម្រាប់ Cambodia ហើយ city យើងដាក់កំពង់ចាមឬកំពែងហ្នឹងទៅតែយើងនៅថ្ងៃខែឆ្នាំកំណើត country Cambodia ហើយយើង take ពីនេះមកអញ្ចឹងដើម្បីទៅ voucher code យើងត្រូវ login account របស់យើងសិនអញ្ចឹងយើងចូលទៅ Conliger back office តមកយើង click លើ wallet and voucher អញ្ចឹងយើង click លើ voucher តមកអានេះ bit ដែលយើងមានអញ្ចឹងយើងចង់ generate 50 bit minimum គឺ10 bit maximum គឺ200 bit អញ្ចឹងនេះកន្លែងយើង generate voucher អញ្ចឹងយើង click លើ generate តមកវា successful ហើយមានកូដនៅខាងក្រោមនេះអញ្ចឹងយើង copy កូដទាំងអស់ហ្នឹងមកតមកយើងចូលទៅ hybrid auction កន្លែង register វិញយើងផាសកន្លែងហ្នឹងមកតមកវា verify ហើយយើង click លើ register តមកយើងវាយ username របស់យើងមកនៅពេលដែលយើង click sign in គឺវាអត់ឲ្យយើងចូលទៅក្នុង private auction ទេយើងត្រូវតែយក username នេះយើង copy វាមកឬក៏វាយហ្មងក៏បានដែរយើងចូលទៅកន្លែង Conliger back office យើងវិញយើង click លើ profile តមកយើងផាសនៅកន្លែងនេះមកនេះគឺ hybrid auction username យើងផាសនៅកន្លែងហ្នឹងតោះយើងត្រូវវាទាមទារឲ្យវាយ password បានយើងអាច change បានអញ្ចឹងនៅពេលដែលយើងវាយ username hybrid auction យើងនៅកន្លែងហ្នឹងហើយយើង click លើ save change ម្ដងវាដាក់ you update your account successfully តមកយើង click sign in ម្ដងទៀតអញ្ចឹងវា connect វាស្គាល់គ្នា save password ហើយចង់មើល auction យើង click លើ auction ហើយយើងមើល account history របស់យើង click មក control panel ឬក៏ auction ឬក៏ receipt ឬក៏ bit wallet ដែលយើងមានយើង generate មិញ50 voucher នេះ50 bit នេះអញ្ចឹងក្នុង1 bit វាស្មើនឹង 0.50 ហើយ50 bit វាស្មើនឹង25 euro នេះកន្លែងយើងមើលនៅពេលយើងប្រើអស់ប្រមាណនេះប្រមាណអញ្ចឹងយើងចង់ bit យើងចុចនៅលើពាក្យ auction នេះគឺលើគេពង bit កំពុងតែចាប់ផ្ដើមដើរហើយអានេះគេហៅbit វាមាន2មួយរងចាំ60 second មួយទៀតគឺ no price reserve មានន័យថានៅពេលដែលវា bit ឡើងតម្លៃ bit នេះឥឡូវ8 euro វាឡើងដល់25 euro bit ហ្នឹងនឹងឡើងទៅមុខទៀតហើយអញ្ចឹងអ្នក bit ចុងក្រោយនៅតម្លៃ25 euro គត់អ្នកនោះគឺអ្នកឈ្នះយើងចង់មក bit យើង click លើរូបភាពមួយណាក៏បានដែរនេះជានីតិរបស់វាផុតកំណត់នៅ8ម៉ោងទៀតអញ្ចឹងឥឡូវទៅ8 euro 352អញ្ចឹង price reserve វា25 euro អញ្ចឹងយើងចាំតិចទៀតចាំ bit ក៏បានដែរចាំជិតដល់ម៉ោងចាំ bit អញ្ចឹងអស់ហើយនេះជារបៀប register ជាមួយ hybrid auction ហើយការ bit ការអី back office និយាយពី hybrid auction នឹងមានវីដេអូក្រោយមួយទៀតអូខេ bye